Okay hello ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ channel ខ្ញុំរៀនដើម្បីសិក្សាទៅលើភាសាអង់គ្លេសជាមួយខ្ញុំបាទទាំងអស់គ្នាបាទអញ្ចឹងសម្រាប់មេរៀននៅក្នុងថ្ងៃនេះគឺយើងសិក្សាបន្តទៅលើរបៀបប្រើ collocation ដែលផ្ដើមដោយ get អូខេអញ្ចឹងតើតើនឹង collocation ដែលផ្ដើមដោយ get គឺយើងមានចំនួន2វីដេអូរួចមកហើយនេះគឺជាវីដេអូភាគ3ហើយអូខេអញ្ចឹងសម្រាប់ថ្ងៃនេះផងដែរខ្ញុំមានចំនួន5ពាក្យចែកជូនដល់អ្នកគ្នាដែលមានដូចជាពាក្យដែលយើងប្រែថាមានផ្ទៃពោះឡែងលះគ្នាឈឺល្អប្រសើរកាន់តែអាក្រក់ចឹងតើជាភាសាអង់គ្លេសយើងអានថាម៉េចហើយគេប្រើប្រាស់វាបែបម៉េចអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅសិក្សាទៅលើ example ក៏ដូចជាសិក្សាទៅលើការអានរបស់ពាក្យទាំងអស់គ្នាបាទទាំងអស់គ្នាមុននឹងឈានចូលទៅសិក្សាទៅលើពាក្យថ្មីរំខានទាំងអស់គ្នាជួយចុច subscribe ទៅលើ channel YouTube របស់ខ្ញុំបាទអ្នកមួយផងហើយកុំភ្លេចជួយចុច follow ទៅលើ Facebook page ក៏ដូចជា TikTok របស់ខ្ញុំបាទអ្នកមួយផងបាទអរគុណទាំងអស់គ្នាទុកជាមុនសម្រាប់ការគ្រប់គ្រងទៅលើការផលិតនៅវីដេអូមេរៀនរបស់ខ្ញុំបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅសិក្សាទាំងអស់គ្នាបាទបងប្អូនអញ្ចឹងសម្រាប់ពាក្យទី1របស់យើងគឺពាក្យថាមានផ្ទៃពោះអញ្ចឹងពាក្យថាមានផ្ទៃពោះជាភាសាអង់គ្លេសគឺយើងអានថា get pregnant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  អញ្ចឹងពាក្យថា get pregnant មានន័យថាមានផ្ទៃពោះអូខេ example ឧទាហរណ៍គេដាក់ថាម៉េចគេដាក់ថា she got pregnant after they got married. She got pregnant after they got married. Got married នេះកាលពីវីដេអូមុនគឺយើងបកថារៀបការអូខេហើយពាក្យ got នេះផងដែរដូចខ្ញុំបានបញ្ជាក់នៅវីដេអូមុនអញ្ចឹងវាជា past simple របស់ពាក្យ get អញ្ចឹងនៅពេលដែលនិយាយអំពីសកម្មភាពអតីតកាលគេឆេងវាទៅជា got អូខេ she got pregnant after they got married មានន័យថានាងមានផ្ទៃពោះបន្ទាប់ពីពួកគេបានរៀបការអូខេអញ្ចឹងយើងចូលទៅកាន់ពាក្យបន្តអូខេពាក្យបន្តគឺពាក្យថាឡែងលះគ្នាអញ្ចឹងពាក្យថាឡែងលះគ្នាជាភាសាអង់គ្លេសគឺយើងអានថា get divorced អូខេ get divorced គឺឡែងលះគ្នា example ឧទាហរណ៍ they got divorced last year they got divorced last year មានន័យថាពួកគេបានឡែងលះគ្នាកាលពីឆ្នាំមុនអញ្ចឹងពាក្យថាពួកគេនេះគឺយើង pronoun ថា they អត់មែនដីណាបងប្អូន correct pronunciation ការបញ្ចេញសំឡេងដែលត្រឹមត្រូវនៅពេលដែលយើងទៅឆែក IPA មានន័យថានៅពេលដែលយើងទៅឆែកក្បួនបញ្ចេញសំឡេងជាអន្តរជាតិគឺយើងអានថា they got divorced last year អូខេអញ្ចឹងយើងចូលទៅកាន់ពាក្យបន្តអូខេពាក្យបន្តគឺពាក្យថាឈឺអញ្ចឹងពាក្យថាឈឺជាភាសាអង់គ្លេសគឺយើងប្រើពាក្យថា get sick get sick get sick អញ្ចឹងពាក្យថា get sick នេះមានន័យថាឈឺអូខេ example ឧទាហរណ៍ I got sick after eating bad food I got sick after eating bad food មានន័យថាខ្ញុំឈឺបន្ទាប់ពីញ៉ាំអាហារដែលខូច bad food នេះអាហារដែលខូចអាហារដែលមិនល្អណាអូខេ I got sick after eating bad food បាទអញ្ចឹងពាក្យបន្តអូខេអញ្ចឹងពាក្យបន្តគឺពាក្យថាល្អប្រសើរឬក៏ពាក្យថាធូរស្រាលមានន័យថាគេនិយាយអំពីស្ថានភាពជំងឺរបស់គាត់ទៅណាល្អប្រសើរឬក៏ធូរស្រាលអូខេអញ្ចឹងជាភាសាអង់គ្លេសគឺយើងអានថា get better get better ឬក៏ប្រសិនបើអាមេរិកកាំងគឺគេអានថា better 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 get better អូខេ example ឧទាហរណ៍ you will get better soon you will get better soon មានថាអ្នកនឹងធូរស្រាលឆាប់នេះអូខេយើងចូលទៅកាន់ពាក្យបន្តអូខេពាក្យបន្តគឺពាក្យថាកាន់តែអាក្រក់អញ្ចឹងពាក្យថាកាន់តែអាក្រក់នេះគឺនិយាយអំពីស្ថានភាពជំងឺរបស់គាត់ណាមានន័យថាស្ថានភាពជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរណាទាំងអស់គ្នាអូខេអញ្ចឹងជាភាសាអង់គ្លេសគឺយើងអានថា get worse get worse get worse អញ្ចឹងពាក្យថា get worse មានន័យថាកាន់តែអាក្រក់អូខេ example យើងមើលទៅលើឧទាហរណ៍ក៏ដាក់ថាម៉េច his condition got worse overnight his condition got worse overnight his condition got worse
overnight មានន័យថាស្ថានភាពរបស់គាត់កាន់តែអាក្រក់ក្នុងមួយយប់មានន័យថាកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលមួយយប់ his condition got worse overnight អូខេអញ្ចឹងសម្រាប់ពាក្យនៅក្នុងហើយនេះគឺមានត្រឹមតែប៉ុណ្ណេះឯងអរគុណដល់អ្នកសម្រាប់ការទស្សនាក៏ដូចជាការគ្រប់គ្រងទៅលើវីដេអូរបស់ខ្ញុំបាទអញ្ចឹងជម្រាបលាជួបគ្នានៅវីដេអូក្រោយ